សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការតម្លើងជាមួយនឹង IAS ចំនួនថ្មីគឺចំនួនទី 26.4 ដែលធ្លាក់មកនៅថ្ងៃទី 25 ខែ 3 ឆ្នាំ 2026 នេះបើសិនជាបងប្អូនចង់តម្លើងដល់ version នេះបានតើតែទូរស័ព្ទដៃបងប្អូនចាប់ពី iPhone 11 ឡើងទៅដើម្បីធ្វើការតម្លើងទី1បងប្អូនត្រូវតែមានថ្មលើពី 50% ទី2បងប្អូនត្រូវតែមានអ៊ីនធឺណិត 3G 4G 5G ឬក៏បងប្អូនមានទៅដល់បាទ Wi-Fi កាន់តែល្អប្រសើរតោះទៀតបងប្អូនត្រូវតែមាន space ទំនេរធំដើម្បីត្រៀមការ download ដើម្បីធ្វើការ download បងប្អូនចូលទៅរក setting បងប្អូនមកដោយសារ setting គឺខ្ញុំទុកនៅកន្លែងនេះបាទអញ្ចឹងនៅពេលដល់ setting នេះគឺអ្នកខ្លះគាត់ចូលមកដល់កន្លែងនេះគឺគេដាក់ថា software available បាទមានលេខ1ក្រហមដូច្នេះអញ្ចឹងបើសិនជាអត់ចេញក៏អត់បញ្ហាតែបងប្អូនអូទៅរកពាក្យថា software update ចុច software update មកតមកទៀតបងប្អូនអស់ទៅលើកណ្ដាលនឹងឃើញពាក្យថាបាទ software update ចុចម្ដងទៀតមកដើម្បីវា check បាទនេះគឺ version iOS 26.4 អញ្ចឹងបើសិនជាបងប្អូនចង់តម្លើងភ្លាមៗគឺបងប្អូនចុចពាក្យថា update now ប៉ុន្តែបើសិនជាបងប្អូនគ្មានពេលវេលាឬក៏ថ្មមិនគ្រប់គ្រាន់ទេបងប្អូនអាចពាក្យថាចុចពាក្យថា update tonight នៅពេលដែលបងប្អូនសាកថ្មពេលយប់ពេញហើយមានអ៊ីនធឺណិតបាទបងប្អូននឹងបន្តទៅមុខបាទនៅពេលដែលអាចម៉ោង1ម៉ោង2ម៉ោង3ឬម៉ោង4តែនៅពេលដែលម៉ោងណាដែល available បាទវាធ្វើការ update automatic អញ្ចឹងខ្ញុំសូមចុចពាក្យ update now បាទនៅពេលដែលចុច update now វានឹងទាមទារឲ្យយើងវាយជាមួយនឹង enter your passcode passcode នេះគឺជា password ដែលយើងដាក់សម្រាប់ការពារនៅពេលយើងបិទបើកទូរស័ព្ទនោះបាទមិនមែនជា password iCloud ឬ password អ្វីផ្សេងទេបាទអញ្ចឹងអ្នកខ្លះក៏ដាក់4ខ្ទង់អ្នកខ្លះក៏ដាក់6ខ្ទង់អញ្ចឹងទៅខ្ញុំសូមវាយ password ខ្ញុំសិននៅពេលដែលវាយត្រូវវានឹងបន្តទៅ update បាទ requested ទៅកាន់ server របស់ iOS គឺ iOS 26.4 បាទអញ្ចឹងកំឡុងពេលដែល download នេះបងប្អូនអាចចេញមកក្រៅលេងអ្វីផ្សេងទៀតក៏បានរងចាំរហូតដល់វា download ចប់បងប្អូននឹងបានបាទផ្ទាំង message ថាបន្តទៅមុខអញ្ចឹងបងប្អូននឹងបន្តទៅមុខទៅដើម្បីឲ្យទូរស័ព្ទនេះបាទវាធ្វើការ boot up នៅចំនួនថ្មីគឺ iOS 10គឺ 26.4 បាទអញ្ចឹងការតម្លើងនេះគឺមិនមានបាត់បង់កម្មវិធីឬឯកសារអ្វីផ្សេងទេបានន័យថាយើងតម្លើងតែជាមួយនឹង iOS ចំនួនថ្មីដែលគេមាន update ជាមួយនឹងមុខងារថ្មីពណ៌សុវត្ថិភាពរួមជាមួយនឹងជួសជុលជាមួយនឹងបាទកំហុសចាស់ៗពីមុនមកដូច្នេះការបង្ហាញរបស់ខ្ញុំលេងមានតែប៉ុណ្ណឹងបាទមានចំណុចណាលួសខ្វះខាតសូមកាន់តែបញ្ចូល Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលក៏មិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះអំពីវិធីតម្លើង iOS ឲ្យចេះទាំងអស់គ្នាផងជាចុងក្រោយសូមជម្រាបលាបងប្អូន